ទឹកដីកម្ពុជានៅតែទឹកដីកម្ពុជាហើយដើម្បីឲ្យមានភាពខ្វះគឺយើងទៅសាលាការឡើងអីហេតុអីគេមិនហ៊ានទៅថៃចាត់ទុកតំបន់មុំ3ប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំនិងប្រាសាទតាក្របីដែលស្ថិតនៅក្នុងផែនទីរបស់កម្ពុជានិងប្រាសាទដែលសាងសង់ដោយបុព្វបុរសខ្មែរថាជាទឹកដីរបស់ខ្លួនបញ្ហាទាំង4នេះគឺកម្ពុជាខិតខំដោះស្រាយជាមួយថៃប្រមាណ25ឆ្នាំទៅហើយតែនៅតែមិនទាន់ដាច់ស្រេចរហូតកើតមានសង្គ្រាមប្រដាប់អាវុធនិងពាក្យសម្ដីកើតឡើងកាលពីចុងខែឧសភាឆ្នាំ2025កន្លងទៅបន្ទាប់ពីកងទ័ពថៃឈ្លានពានបាញ់សម្លាប់កងទ័ពរបស់ខ្លួនរដ្ឋាភិបាលកម្ពុជាសម្រេចយកវិវាទទាំង4នេះប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេប៉ុន្តែថៃវិញហាក់ខ្លាចតុលាការយុត្តិធម៌អន្តរជាតិមួយនេះបែរជាទាមទារឲ្យបន្តចរចាទ្វេភាគីនៅព្រឹកថ្ងៃទី11ខែមិថុនានេះឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីបានចោទសួរទៅកាន់ភាគីថៃថាបើច្បាស់ថាជាទឹកដីរបស់ខ្លួនហេតុអ្វីថៃមិនយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិជាមួយភាគីកម្ពុជាឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងមកកាន់អ្នកសារព័ត៌មានបន្ទាប់ពីចប់ពិធីសួរសុខទុក្ខកងទ័ពនៅសមរភូមិមុខដូចនេះគេមានបំណងគេខំញុះញង់គេខំកែច្នៃគេខំលៀបពណ៌យ៉ាងណាក៏ដោយទឹកដីកម្ពុជានៅតែទឹកដីកម្ពុជាហើយដើម្បីឲ្យមានភាពច្បាស់គឺយើងទៅសាលាការឡើងអីទោះថាគេក៏អះអាងថាទឹកដីរបស់គេយើងក៏អះអាងថាទឹកដីរបស់យើងហើយយើងច្បាស់ទឹកដីរបស់យើងចឹងហើយបានយើងទៅតុលាការឡើងអីដោយមិនចាំបាច់មានការព្រួយបារម្ភហើយដែលនិយាយថាមានសតមិនខ្លាចភ្លើងសំណួរដែលត្រូវតែចោទសួរតែប៉ុណ្ណេះហេតុអីគេមិនហ៊ានទៅបើសិនជាគេមិនមានការព្រួយបារម្ភហើយគេមានភាពច្បាស់លាស់របស់គេនាឱកាសនោះដែរឯកឧត្តមហ៊ុនម៉ាណីបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ជួយលើកទឹកចិត្តកងទ័ពនិងជឿជាក់មកលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយវិវាទព្រំដែនកម្ពុជាថៃឯកឧត្តមហ៊ុនម៉ាណីបានសង្កត់ធ្ងន់ថាក្នុងនាមជាប្រជាពលរដ្ឋខ្មែរស្រឡាញ់ទឹកដីរបស់ខ្មែរគឺត្រូវតាមដានស្ថានភាពព្រំដែនកម្ពុជាថៃគ្រប់កាលៈទេសៈនិងគាំទ្រលើចំណាត់ការទាំង3របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃដែលក្នុងនោះរួមមានចំណាត់ការការទូតច្បាប់និងយោធាសូមរំលឹកជាថ្មីថាបន្ទាប់ពីអង្គសមាជព្រឹទ្ធសភារដ្ឋសភាបោះឆ្នោតគាំទ្រជាសម្លេងរួមឲ្យបន្តដំណើរការបណ្ដឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិរាជរដ្ឋាភិបាលកម្ពុជាសម្រេចបញ្ជូនវិវាទព្រំដែនតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិហៅកាត់ថា ICJ នៅទីក្រុងឡាអេដើម្បីដោះស្រាយបញ្ហាព្រំដែននេះប្រកបទៅដោយយុត្តិធម៌មិនលំអៀងនិងយូរអង្វែងដោយមិនដាក់វិវាទព្រំដែនទាំង4ទីតាំងទៅជជែកក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះហៅកាត់ថា JBC នៅថ្ងៃទី14ខែមិថុនាខាងមុខឡើយប៉ុន្តែរដ្ឋាភិបាលថៃវិញឆ្លើយតបថាខ្លួនមិនចង់មានការប្តឹងផ្តល់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិទេសូមត្រឹមការចរចារកដំណោះស្រាយព្រំដែនជាមួយកម្ពុជាជាលក្ខណៈទ្វេភាគីដោយប្រើយន្តការគណៈកម្មការព្រំដែនចម្រុះនិងគណៈកម្មការព្រំដែនទូទៅហៅកាត់ថា GBCឆ្លើយតបនឹងចំហរបស់កម្ពុជាដែលមិនដាក់បញ្ហាទាំង4នេះចូលទៅក្នុងរបៀបវិរៈកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះថៃគម្រាមកាត់ផ្តាច់ចរន្តអគ្គិសនីតាមព្រំដែនជាមួយកម្ពុជាប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោកជុំសុនារីលើកឡើងថាវិធីនេះមិនបានធ្វើឲ្យកម្ពុជាផ្លាស់ប្ដូរជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃនិងរបៀបវិរៈកិច្ចប្រជុំ GBC នាពេលខាងមុខនេះឡើយ